បាទថ្ងៃនេះគឺធ្វើការងារថ្មីទៀតហើយម៉ាស៊ីនឡានរបស់ខ្ញុំនេះគឺវាហូរប្រេងម៉ាស៊ីនមកលើប្រអប់លេខនេះអញ្ចឹងបានតាមដានមើលទៅគឺវាអាចហូរប្រេងចេញពីកន្លែងប៊ូប៊ីនភាសាប៊ូប៊ីនហ្នឹងគឺវាមានរងអូរីងសម្រាប់ទុកប្រេងមិនឲ្យវាហៀមានប្រអប់សិតអូរីងមួយដែរខ្ញុំធ្លាប់ទិញហើយមើលក្នុងរូបសង្ឃឹមថាវាដាក់ត្រូវគ្នាបាទនេះបានទិញមកសិតកៅហ្នឹងមើលទៅប្រហែលជាអាចត្រូវអញ្ចឹងខ្ញុំសាកល្បងដោះវាផ្លាស់ប្ដូរដាក់អូរីងថ្មីបាទអញ្ចឹងដើម្បីដោះកុំឲ្យច្រឡំគឺយើងត្រូវសេចំណាំកន្លែងខ្សែប៊ូស៊ីហើយនឹងគូសចំណាំទៅលើកន្លែងប៊ូប៊ីនជាមួយនឹងម៉ាស៊ីនហ្នឹងពេលយើងដាក់ទៅវិញគឺដាក់ឲ្យត្រូវថ្នេររបស់វាខ្ញុំមិនដែលដោះដែរទេនេះគឺជាលើកទី1របស់ខ្ញុំដែលខ្ញុំដោះកន្លែងហ្នឹងចេញវាមានខ្ចៅ3ខ្ចៅតនេះមួយតែពេលខ្ញុំបធូរអានេះមកខ្ញុំមកមួលអានេះគឺវាធូរខ្ចៅទាំងពីរខាងក្រោមហ្នឹងចឹងកន្លងមកគឺអត់ដែលដឹងទេចឹងមូលហេតុដឹងថាមកពីអូរីងនឹងវាខូចរីងដូចពិបាកមើលដែរឬមួយក៏ដើមខ្ចៅវាមូលអត់តឹងបានវាហៀប្រេងតាមនេះបាទដល់ពេលខ្ញុំឆ្កាស់មើលទៅគឺអូរីងរបស់វាហ្នឹងគឺវារៀងរឹងអស់ជាតិកស៊ូអីដែរហើយអញ្ចឹងខ្ញុំក៏សម្រេចថានឹងដូរដាក់អូរីងថ្មីដែលមាននៅក្នុងប្រអប់របស់ខ្ញុំនេះខ្ញុំបានវាស់មើលគឺវាត្រូវຂະຫນាតគ្នាហើយអញ្ចឹងខ្ញុំក៏ដោះអូរីងហ្នឹងដាក់អូរីងថ្មីតែម្ដងទៅគឺប្រហែលជាមួយនេះដូចយ៉ាងកំពេចចឹងសិនសម្អាតបានខ្លះដែរលាងជាមួយនឹងទឹកសាប៊ូលាងម៉ាស៊ីនលាងឲ្យរសាអត់មានច្រាស់អត់មានអីក្លុកលាងអត់ខ្លះហើយនឹងដាក់វាចូលវិញដាក់ចូលរួចហើយបានរូបបងមកលេខក្បែរខ្លួនបងចង់ឲ្យនួនអងអត់បងឲ្យណែនបានទេមិនចង់បើកភ្នែកឃើញថ្ងៃ